មុនពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើការជាវនៅផលិតផលនៅលើទីផ្សារសូមត្រួតពិនិត្យទៅលើព័ត៌មាននៅលើសម្បកវេចខ្ចប់ឲ្យបានច្បាស់លាស់ព្រោះដោយសារតែផលិតផលមួយចំនួនដែលមានលក់នៅលើទីផ្សារគឺมันមានប្រភពច្បាស់លាស់ជាពិសេសនោះគឺมันមានព័ត៌មានច្បាស់លាស់នៅលើសម្បកវេចខ្ចប់ដូចនេះវាអាចបង្កហានិភ័យក៏ដូចជាប៉ះពាល់ដល់សុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះមានសុផាណាមានតួនាទីជាអ្នកអភិវឌ្ឍនិងស្រាវជ្រាវផលិតផលថ្មីៗនៅក្រុមហ៊ុន Apathy Food Cambodia ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយក្នុងការមានឱកាសក្នុងការណែនាំនៅផលិតផលថ្មីជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផលិតផលនេះគឺកំពុងតែទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនរបស់ Apathy Food យ៉ាងច្រើនដែលជាប្រភេទនំទឹកដោះគោ Apathy កន្លងមកប្រហែលជាពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនៅផលិតផលនេះនំទឹកដោះគោ Apathy នៅលើទីផ្សារជាទម្រង់វេចខ្ចប់នៅក្នុងកញ្ចប់បែបនេះប៉ុន្តែថ្មីៗនេះក្រុមការងាររបស់យើងបានបង្កើតនៅផលិតផលនេះដែលយើងវេចខ្ចប់នៅក្នុងកែវដបបែបនេះដើម្បីបង្កើតជាជម្រើសនិងភាពងាយស្រួលទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការជាវទិញយកទៅប្រើប្រាស់និងបរិភោគជាប្រចាំថ្ងៃតាក់ទងជាមួយនឹងគុណភាពនិងភាពឆ្ងាញ់របស់ផលិតផលនេះគឺដូចគ្នាទៅនឹងកញ្ចប់ដូចគ្នាហើយផលិតផលនេះគឺពិតជាល្អសម្រាប់ក្មេងៗក្នុងការបរិភោគមែនទែនព្រោះដោយសារតែម្សៅទឹកដោះគោដែលយើងយកមកផលិតមកពីប្រទេសញូហ្សេឡង់មិនត្រឹមតែប៉ុណ្ណោះវាមានវីតាមីនជាច្រើននៅក្នុងផលិតផលមួយនេះមានដូចជាវីតាមីន A ជំនួយដល់ការមើលឃើញនិងភ្នែកវីតាមីន B1 ជំនួយដល់ការលូតលាស់វីតាមីន C ជំនួយដល់ប្រព័ន្ធភាពស៊ាំវីតាមីន D3 ជំនួយដល់ការស្រូបនិងការឈាមចូលទៅក្នុងរាងកាយបានល្អនិងការឈាមជួយទៅដល់ការលូតលាស់ឆ្អឹងនិងសុខភាពឲ្យរឹងមាំផងដែរតែតោះជាមួយផលិតផលនេះដែលយើងវេចខ្ចប់នៅក្នុងកែវបែបនេះគឺការឈាមនៅក្នុងផលិតផលនេះស្មើនឹងការឈាមនៅក្នុងទឹកដោះគោស្រស់ដែលមានចំណុះចំនួន800មីលីលីត្រគឺពិតជាច្រើនមែនទែនក្នុងនាមជាកូនខ្មែរម្នាក់ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងដែលបានណែនាំនៅផលិតផលថ្មីនេះទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាផលិតផលក្នុងស្រុកផលិតដោយកូនខ្មែរផ្ទាល់មានរោងចក្រនៅក្នុងស្រុកខ្មែរផ្ទាល់ដូចនេះមុនពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើការជាវនៅផលិតផលនៅលើទីផ្សារសូមត្រួតពិនិត្យទៅលើព័ត៌មាននៅលើសម្បកវេចខ្ចប់ឲ្យបានច្បាស់លាស់មុននឹងជាវផលិតផលនេះទៅឲ្យក្រុមគ្រួសាររបស់អ្នកគ្នាបរិភោគព្រោះដោយសារតែផលិតផលមួយចំនួនដែលមានលក់នៅលើទីផ្សារគឺมันមានប្រភពច្បាស់លាស់ជាពិសេសនោះគឺมันមានព័ត៌មានច្បាស់លាស់នៅលើសម្បកវេចខ្ចប់ដូចនេះវាអាចបង្កហានិភ័យក៏ដូចជាប៉ះពាល់ដល់សុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាដូចនេះពុកម៉ែបងប្អូនទាំងអស់គ្នាមុននឹងជាវផលិតផលនៅលើទីផ្សារសូមត្រួតពិនិត្យព័ត៌មាននៅលើសម្បកវេចខ្ចប់ឲ្យបានច្បាស់លាស់ជាចុងក្រោយខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនៅផលិតផលរបស់ Apathy Food ដែលជាផលិតផលផលិតដោយកូនខ្មែរផលិតនៅក្នុងស្រុកផ្ទាល់មានរោងចក្រនៅក្នុងស្រុកខ្មែរផ្ទាល់ការគាំទ្រនៅផលិតផលក្នុងស្រុកមិនមែនត្រឹមតែជួយលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេក៏បន្ថែមនៅការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនជំនាន់ក្រោយដែលគាត់មានស្នាដៃនិងគំនិតក្នុងការផលិតនៅផលិតផលថ្មីៗផងដែរសូមអរគុណ